បាទសរសេរប៉ុបាទចឹងសម្រាប់ប្រភេទ Ampli វាយ30 AE បាទ77D បាទប្រភេទនេះគឺកម្លាំងនិងសមត្ថភាពរបស់វាគឺខ្លាំងប៉ុនគ្នាជាមួយនឹង8 ដើមឬក៏យើងហៅអា6000 វ៉ាត់ហ្នឹងបាទបងប្អូនបាទប្រភេទនេះគឺវាតែ3500ទេបាទ Class D Mono Block អញ្ចឹងកម្លាំងរបស់វាគឺវាយខ្លាំងដូចគ្នាហើយបងប្អូនឲ្យលេងជាមួយនឹង3ទឹក2ជាន់បាន2គ្រាប់ដូចគ្នាបងប្អូនគាត់ឲ្យលេងយកឲ្យខ្លាំងមែនតើបងប្អូនលេងត្រឹម2ទឹកកន្លះ182ជាន់មកពេញស្អាតតែម្ដងបងប្អូនបាទខ្លាំងអញ្ចឹងប្រភេទនេះគឺសលេងវាល្អហើយវាយចេញណែនហាប់ល្អបាទណែនាំបងប្អូនលេងជាមួយនឹងដុំភ្លើងបាទដែលវាប្រភេទ modify ភ្លើងពែរឹងអីទៅហើយភ្លើងអាចចេញ14 វ៉ុលគឺខ្លាំងតែម្ដងប្រភេទAmpli LAN វាស៊ីភ្លើង14គឺខ្លាំងបាទបងប្អូនថាគាត់លេងដល់ភ្លើង12ទេហើយគាត់ចេះថាវាយមិនសូវខ្លាំងតាមពិតភ្លើងបាទភ្លើងដុំ switching គឺសំខាន់តែកាលណាបងប្អូនដាក់ដុំភ្លើងដែលមាន volt ចេញត្រឹម12អីក៏វាយអត់ខ្លាំងដែរបាទវាវាយចេះអត់ណែនណាបងប្អូនបាទវាវាយបានតែវាយវាអត់ណែនវាអត់អស់សាច់កម្លាំងផង Ampli បាទអញ្ចឹងតើតើជាមួយ Ampli នេះដូចតែបានបញ្ជាក់អញ្ចឹងគឺវាវាយខ្លាំងល្អបងប្អូនអាចយកទៅលេងមួយ3ទឹក170បាទ2ជាន់បាទ2គ្រាប់មកអេមបាទខ្លាំងបាទតម្លៃសមរម្យដែរទេបាទ3500 វ៉ាត់អញ្ចឹងមានតម្រូវការទៅលើ 77D បាទតាក់ទងបានអរគុណ